keep me posted keep me informed keep me updated keep me in the loop ចឹង clear ទាំង4នេះមានន័យប្រហែលគ្នាឬដូចគ្នាដែលមានន័យថាឲ្យខ្ញុំដឹងផងអូខេមានរឿងអីថ្មីមានរឿងអីប្រែប្រួលឬមានអ្វីកើតឡើងថ្មីប្រាប់ខ្ញុំផងឲ្យខ្ញុំដឹងផងអាហ្នឹងយើងអាចប្រើ clear មួយក្នុងចំណោមហ្នឹងបានណាអញ្ចឹង clear ទាំង4ហ្នឹងមានន័យប្រហែលឬដូចគ្នាទេយើងអាចប្រើមួយណាក៏បានដែរអូខេតែមានន័យថា let me know what happens okay let me know what's happening let me know if there is any changes okay អញ្ចឹងមានន័យថាបើសិនជាមានអីថ្មីមានអីប្រែប្រួលឬមកក៏មានអីផ្លាស់ប្ដូរឬមកមានរឿងអ្វីកើតឡើងប្រាប់ខ្ញុំឲ្យដឹងផងអញ្ចឹងយើងចង់ប្រាប់តែគេអញ្ចឹងយើងអាចនិយាយថា keep me posted ក៏បានឬមកក៏ keep me informed ក៏បានឬមួយក៏ keep me updated ក៏បានឬមួយក៏ keep me in the loop អូខេអញ្ចឹងយើងអាចប្រើជាពិសេសនៅកន្លែងការងារក្តីឬមួយក៏យើងប្រើទូទៅជាមួយគេក្តីណាអញ្ចឹងយើងចង់ប្រាប់ចឹងនៅយើងនៅក្នុងក្រុមមួយក្រុមយើងមាន 4-5 នាក់ឬអីចឹងទៅហើយយើងចង់ប្រាប់ក្រុមគ្នាយើងថាបើមានរឿងអីប្រែប្រួល update មានអីថ្មីឬអីជូនដំណឹងមកខ្ញុំផងអញ្ចឹងណាជួនកាលប្រធានគាត់ប្រាប់ទៅបុគ្គលិកគាត់ចឹងដែរណាឲ្យ keep me posted ឬមួយក៏ keep me updated ឬមួយក៏ keep me informed ឬមួយក៏ keep me in the loop ចឹងស្គិនតែគ្នាយើងយល់ clear ទាំង4ហ្នឹងហើយអាចយកទៅប្រើបានទូទៅបានណានៅកន្លែងការងារឬមួយក៏ប្រើទូទៅបាន That's it thank you ដល់ពេលដែលយើងចង់និយាយថាវ៉ាគ្នាយើងធ្វើដំណើរទៅតាមផ្លូវហើយបើសិនជាយើងចង់និយាយថាយើងចង់វ៉ាឡានមួយដែលនៅខាងមុខយើងអញ្ចឹងយើងវ៉ាឡានឬម៉ូតូពីនៅមុខយើងហ្នឹងអញ្ចឹងអង់គ្លេសយើងប្រើពាក្យ overtake មានន័យថាវ៉ាគ្នា if you overtake a vehicle or a person that is ahead of you and moving in the same direction you pass them okay អញ្ចឹងមានន័យថាវ៉ាovertake ខ្មែរយើងថាវ៉ាអូខេយើងវ៉ាឡានវ៉ាម៉ូតូដែលគេនៅពីមុខយើងហ្នឹងអញ្ចឹងយើងប្រើពាក្យ overtake verb ធំទី2គឺ overtook ហើយ verb ធំទី3គឺ overtaken អញ្ចឹងសម្រាប់តែយើងចង់យកទៅប្រើតាមទម្រង់ផ្សេងៗយើងអាចប្រើបានណាឧទាហរណ៍ you have to accelerate to overtake the bus មានន័យថាអ្នកត្រូវតែបង្កើនល្បឿនដើម្បីវ៉ាចែកឡានក្រុង accelerate មានថាបង្កើនល្បឿនយើងជន់ហ្គាបង្កើនល្បឿនto overtake the bus ដើម្បីវ៉ាឡានក្រុងមានថាវ៉ាចែងទៅខាងមុខណាប៉ុន្តែមុននឹងវ៉ាចែងយើងត្រូវប្រកាសថាมันមានឧបសគ្គនៅខាងមុខហើយយើងមើលកញ្ចក់ខាងរបស់យើងសិនណាដើម្បីប្រកាសថាអ្វីៗมันមានឧបសគ្គ That's it thank you due to something due to something due to something មានន័យដូចគ្នាទៅនឹង because of something okay because of something ព្រោះតែអ្វីមួយ due to something is typically used to introduce the reason of a situation ចឹង due to something ហ្នឹង due to តែយើងធ្លាប់និយាយ due to អីមួយចឹងណាអញ្ចឹងគាត់ថាមានន័យថា because of something ពីព្រោះតែរឿងអ្វីមួយចឹងទៅពីព្រោះហេតុការណ៍អីមួយកើតឡើងចឹងទៅអូខេអញ្ចឹងយើងអាចប្រើ due to because of ក៏បានដែរគាត់ថា due to យើងអាចថា formal ជាងវាផ្លូវការជាងចឹងប៉ុន្តែយើងអាចប្រើបានដែរណា because of ឬមកក៏ due to អូខេbecause of something ឬមកក៏ due to something អូខេប្រើជាទូទៅគឺដើម្បីប្រាប់ពីមូលហេតុនៃស្ថានភាពមួយឬមួយក៏មូលហេតុនៃអ្វីមួយដែលបានកើតឡើងចឹងទៅណាអញ្ចឹងឧទាហរណ៍ថា the bus was delayed due to bad traffic
ឧទាហរណ៍ណាអញ្ចឹងចរាចរណ៍រថយន្តក្រុងត្រូវបានពជាពេលពីព្រោះតែចរាចរណ៍ហ្នឹងវាអត់ល្អអូខេចរាចរណ៍វាស្ទះ bad traffic មានថាវាស្ទះគេវារាំងស្ទះធ្វើឲ្យឡានក្រុងហ្នឹងខកខានមកយឺតណា delay ហ្នឹងគឺថាពជាពេលឬមកយឺតណាអញ្ចឹងthe bus was delayed due to bad traffic ឧទាហរណ៍ណាអូខេអញ្ចឹង due to something bad traffic គឺ something ហើយណាពីព្រោះតែចរាចរណ៍អត់ល្អអញ្ចឹងហើយបានជាឡានក្រុងមកយឺតណាត្រូវបានពជាពេលហើយអូខេអញ្ចឹងចាំតិចសិនទៅឧទាហរណ៍ណា The class was cancelled due to power cut ឧទាហរណ៍អញ្ចឹងថ្នាក់រៀនត្រូវបានផ្អាកត្រូវបានលុបចោល cancel ហ្នឹងមានន័យថាយើងអត់រៀនទេព្រោះតែ power cut គឺបានន័យថាដាច់ភ្លើងណាយើងអញ្ចឹងដាច់ភ្លើងគឺ power cut ណាអញ្ចឹងដោយសារដាច់ភ្លើងអញ្ចឹងថ្នាក់យើងអត់រៀនទេការប្រយុទ្ធមិនអញ្ចឹងទៅឧទាហរណ៍អញ្ចឹងណា The class was cancelled due to power cut អូខេអញ្ចឹងយើងអាចប្រើក្នុងប្រយោគផ្សេងទៀតឧទាហរណ៍ថា The flight was delayed due to the storm ឧទាហរណ៍អញ្ចឹងការជើងហោះហើរហ្នឹងត្រូវបានពជាពេលហើយដោយសារតែមានព្យុះមានអីយ៉ាងទៅណាអញ្ចឹងរៀងព្យុះយ៉ាងនេះគេពជាពេលសិនអញ្ចឹងទៅណាអញ្ចឹង due to something because of something ព្រោះតែអ្វីមួយឬដោយសារតែអ្វីមួយ That's it thank you She has been to China and she has gone to China. Which one is correct? And what's the meaning of these two sentences? And how to use these two sentences? ចឹង clear ពីនេះប្រយោគពីនេះ She has been to China ហើយនឹង She has gone to China អញ្ចឹងតើ clear ពីនេះមួយណាត្រឹមត្រូវ clear ទាំងពីរនេះត្រឹមត្រូវទាំងពីរខ្ញុំជឿជាក់ថាគ្នាយើងមួយចំនួនបានយល់បានដឹងប៉ុន្តែគ្នាយើងមួយចំនួនក៏មិនទាន់ច្បាស់ដែរធ្លាប់ដឹងធ្លាប់ឮតែក៏ប្រហែលជាអត់ទាន់ច្បាស់ហើយអ្នកខ្លះដឹងតែម្ដងអញ្ចឹង clear ទាំងពីរនេះគឺត្រូវគ្នាយើងប៉ុន្តែគាត់ថាយើងប្រើក្នុងស្ថានភាពហើយនឹងអត្ថន័យខុសគ្នាអូខេអញ្ចឹងយើងមើល been to អូខេ She has been to China been to that means you visited and returned មានន័យថាយើងទៅហើយត្រឡប់មកវិញហើយអូខេយើងទៅហើយយើងបានត្រឡប់មកវិញហើយអញ្ចឹងយើងប្រើ been to She has been to China មានន័យថានាងបានទៅប្រទេសចិនអញ្ចឹងនាងបានទៅហើយឥឡូវនេះនាងត្រឡប់មកវិញហើយនាងបានទៅចិនមែនប៉ុន្តែឥឡូវនាងមកត្រឡប់មកវិញហើយណាត្រឡប់មកពីចិនវិញហើយអញ្ចឹងយើងប្រើ She has been to China ចូល gone to She has gone to China meaning she left and stay there អូខេមានន័យថានាងបានចាក់ចេញពីប្រទេសយើងទៅចិនហើយនាងនៅតែនៅទីនោះនៅឡើយមានន័យថាអត់ទាន់ត្រឡប់មកវិញទេអញ្ចឹង she has gone to China មានន័យថានាងបានទៅប្រទេសចិនហើយឥឡូវហ្នឹងនាងនៅប្រទេសចិននៅឡើយអត់ទាន់ត្រឡប់មកវិញទេខុសគ្នាជាមួយនឹង she has been to China អូខេអញ្ចឹងបញ្ជាក់ឡើងវិញ she has been to China យើងប្រើ been to នៅពេលដែលនាងបានទៅប្រទេសចិនហើយឥឡូវនេះនាងត្រឡប់មកវិញហើយនាងអត់នៅប្រទេសចិនទេឥឡូវនេះគឺនាងបានត្រឡប់មកវិញហើយ She has been to China អូខេចំណែក She has gone to China មានន័យថានាងបានទៅប្រទេសចិនហើយឥឡូវហ្នឹងនាងនៅប្រទេសចិនឥឡូវនាងអត់ទាន់ត្រឡប់មកវិញទេអញ្ចឹងនៅពេលដែលយើងមិនទាន់នាងអត់ទាន់ត្រឡប់មកវិញទេនាងនៅទីនោះនៅឡើយយើងប្រើ gone to ហើយបើសិនជានាងបានទៅហើយបានត្រឡប់មកវិញហើយអត់នៅទីនោះទៀតទេនាងបានត្រឡប់មកវិញហើយយើងប្រើ been to អូខេអ
chẳng trên nam tập pi chẳng tới bạn à been to tới hỏi từ lọc mà mình ok bạn từ lọc mà mình rồi gone to bạn tới hỏi nơi nông nào lào còn toàn từ lọc mà mình thì pretty easy right yeah nghi sửa đấy chẳng dương mình vợ xem tập bát tê hết này chứ vợ tới lại nạp xây cái bán này nó không bát tê dương cái bán này mà là she has gone to Siem Reap mình là niên bạn tới Siem Reap chứ mình đây là mấy niên bạn tới Siem Reap lại nó niên nơi Siem Reap là lòi niên ở toàn tàu mỏng Phnom Penh Vinh Tề và đấy bác xem trong giải tha she has been to Siem Reap để ta niên bạn tới Siem Reap lại nó niên tàu mỏng với nhau niên ở nơi Siem Reap Việt Tề cái chứ chứ been to tới hỏi màu với nhau cho hỏi gone to tới nơi nông là lòi ở toàn tàu mỏng Vinh Tề ok chẳng nghi sửa từ na các bạn là từ xa tầm nước của bạn từ hàng tinh nhiều văn của bạn của dương pra been to hay năng gone to bạn đây ok chẳng dương pra tới còn là dương vô thả tá been to dương pra miền này thầm ấy hay gone to dương pra miền này thầm ấy lấy cái dương đặt đó dạ chẳng cần đặt cái dương ai vô cho bác lót hay năng dương ai giờ tập ra hay bằng cả chỉ clear video chỉ ra để được luôn này đó chẳng ở con trán hay dương đừng chụp nên ở video tập tới đến thank you asking about family xua tẹt tàu nắng cruza chẳng dương ai xua sầm đùa đội hàng cào đấy sầm đẹp cruza đó do you have any brothers or sisters do you have any brothers or sisters ta nè miền bong paon bạc đại ạt bong pro rồi bong sài chẳng đó dạ paon pro rồi paon sài chẳng tại chứ nhưng xua do you have any brothers or sisters và sang chỉ miền nhưng lao thà yes I have 2 brothers and 3 sisters u đi họ đó ba rồi mà của cha trong miền bong pro pi nè nắng bong sài bay nè chẳng tại u đi họ đó dạ sum nô đại do you have any brothers or sisters ta nè miền bong paon pro sài đại thế và sân này dương ở miền tây dương chỉ còn tốn chứ dương lại thả no I'm an only child I'm an only child ở đây nhóm chỉ còn tốn mình là không cru xá nhóm còn tập miền tập nhóm mình cột chỉ còn tốn nữa asking for information cá xạ xua bờ miềnหรือcá sna sống bờ miền chẳng như miền clear khác là dương ai xua cái bán là mấy sna sống bờ miền bảo kể đấy chẳng như ai vậy đội clear hàng cao này could I have your name please could I have your name please ta khi mai sống chung một nè bạn thế it's Savan nhóm chung Savan how do you spell it how do you spell it ta nèประกอบvới đôi này đã it's SOVAN where do you live ta nè rồi nơi nào đã I live in Phnom Penh at house number 25 Notre Dame Boulevard ខ្ញុំរស់នៅទីក្រុងភ្នំពេញនៅផ្ទះលេខ25ផ្លូវ Notre Dame ណាមហាវិថី Notre Dame ឧទាហរណ៍ទេណា What is your phone number what is your telephone number តើលេខទូរស័ព្ទរបស់អ្នកប្រហែលដែរ It's 012-888-999 លេខ012-888-944ជាឧទាហរណ៍ណាគឺយើងកំតែលេខហ្នឹងឯងជាឧទាហរណ៍អញ្ចឹងនេះគឺជារបៀបសាកសួរស្នើសុំព័ត៌មានរបស់នរណាម្នាក់អូខេអញ្ចឹងយើងអាចយក clear ទាំងអស់ហ្នឹងទៅហាត់បានណាហើយយើងមាន clear ច្រើនទៀតអញ្ចឹងយើងនឹងមានវីដេអូបន្តទៀត Thank you asking someone's occupation សួរអំពីមុខរបររបស់នរណាម្នាក់ What do you do តើអ្នកធ្វើការងារអ្វីដែរ I'm a dentist ខ្ញុំគឺជាតនពេទ្យឬយើងហៅថាពេទ្យថ្មិញ Oh are you That's great Oh but you're all men Yeah How about you បាទឬចា
ចូលចំណែកអ្នកវិញ I'm an accountant ខ្ញុំគឺជាគណនេយ្យករ